យ៉ាងដូចជាការទទួលរងនឹងការឈ្លានពានយ៉ាងអាក្រក់ពីប្រទេសថៃមកលើបូរណភាពទឹកដីកម្ពុជាផលប៉ះពាល់ពីសង្គ្រាមនៅមជ្ឈមបូព៌ាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាដើមក៏រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភានៅតែបន្តបោះជំហានទៅមុខជានិច្ចប្រកបដោយភាពស្វាហាប់និងរឹងមាំដោយដាក់អាទិភាពខ្ពស់បំផុតគឺសេចក្តីសុខនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋតើសុខភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី7មានស្ថានភាពដូចម្តេចហើយសមិទ្ធផលអ្វីខ្លះដែលរាជរដ្ឋាភិបាលបន្តវេនសម្រេចបាននៅវឌ្ឍនភាពរបស់ខ្លួននៅក្នុងរយៈពេល3ឆ្នាំកន្លងទៅនេះសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍនិងសេចក្តីសុខរបស់ប្រជាជននៅតែត្រូវបានថែរក្សាយ៉ាងរឹងមាំបំផុតជាមួយគ្នានេះរាជរដ្ឋាភិបាលបន្តវេនរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងបានយ៉ាងល្អប្រសើរសេដ្ឋកិច្ចកម្ពុជាឆ្នាំ2026នៅតែរក្សាបានកំណើនគួរឲ្យកត់សម្គាល់សន្តិសុខស្បៀងមានភាពរឹងមាំពាណិជ្ជកម្មអន្តរជាតិជាពិសេសការនាំចេញនៅតែមានកំណើនគួរឲ្យកត់សម្គាល់ខណៈដែលចំណូលសារពើពន្ធក៏មានកំណើនទោះប្រឈមនឹងវិបត្តិសកលក្តីស្ថិរភាពសង្គមនិងនយោបាយដែលជាផ្នែកដ៏សំខាន់បំផុតមួយរបស់រាជរដ្ឋាភិបាលអាណត្តិទី7ក៏ត្រូវរក្សាបានយ៉ាងមាំមួនបំផុតគ្មានឡើយភាពវឹកវរចលាចលសង្គមឬចលាចលនយោបាយអ្វីកើតឡើងនៅក្នុងប្រទេសនោះឡើយភ្លាមក្រោយទទួលភារកិច្ចជាតិប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចធិបតីហ៊ុនម៉ាណែតបានប្រកាសដាក់ចេញកម្មវិធីគោលនយោបាយអាទិភាព6ចំណុចដោយត្រូវអនុវត្តភ្លាមជាបន្ទាន់សម្ដៅជួយគាំពារពលរដ្ឋមានជីវភាពទន់ខ្សោយនិងងាយរងហានិភ័យពលគឺប្រជាពលរដ្ឋក្រីក្រដែលទទួលបានផលមុនគេពីកម្មវិធីគោលនយោបាយអាទិភាពទាំងនោះប្រព័ន្ធគាំពារសង្គមត្រូវបានពង្រីកយ៉ាងទូលំទូលាយទៅដល់ប្រជាពលរដ្ឋទូទៅបានបេឡាជាតិរបបសន្តិសុខសង្គមហៅកាត់ថាបសសត្រូវបានផ្ដល់ជូនដល់សមាជិកស្វ័យនិយោជនិងអ្នកក្នុងបន្ទុកធានាថាពលរដ្ឋគ្រប់រូបទទួលបានការថែទាំសុខភាពប្រកបដោយគុណភាពនិងសមធម៌ការផ្ដល់ការថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្ដប់ជាសកលគឺជាគោលដៅអាទិភាពរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីដោយធានាថាពលរដ្ឋខ្មែរគ្រប់រូបឲ្យតែកើតមកជាកូនខ្មែរត្រូវតែទទួលបានសេវាសុខាភិបាលនៅពេលឈឺហើយជាសេវាសុខាភិបាលល្អលឿនរហ័សនិងមានគុណភាពខ្ពស់កម្មវិធីចំនួន2ក៏ត្រូវបានប្រកាសដាក់ចេញទី1គឺកម្មវិធីមូលនិធិសមត្ថៈសម្រាប់គ្រួសារងាយរងហានិភ័យនិងទី2របបថែទាំសុខភាពនៃបេឡាជាតិសន្តិសុខសង្គមបសសសម្រាប់សមាជិកគ្រួសារនិងអ្នកក្នុងបន្ទុកសមាជិកបសសក៏ដូចជាបុគ្គលស្វ័យនិយោជតាមគោលការណ៍ស្ម័គ្រចិត្តគណៈដែលសមាជិកបសសផ្នែកថែទាំសុខភាពបានកើនឡើងដល់ប្រមាណ3លាន7សែននាក់ក្នុងនោះសមាជិកតាមរបបភាគទានដោយស្ម័គ្រចិត្តមានរហូតដល់ជិត96,000 នាក់កម្មវិធីទាំងពីរនេះបានជួយដល់ប្រជាពលរដ្ឋទទួលបានសេវាព្យាបាលជំងឺដោយឥតគិតថ្លៃជាលទ្ធផលការប្រើប្រាស់សេវាថែទាំសុខភាពក្រោមកម្មវិធីមូលនិធិសមត្ថៈគិតពីខែឧសភាឆ្នាំ2025ដល់ខែមេសាឆ្នាំ2026នេះមានរហូតដល់ជាង4លាន8សែនករណីរាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិតែងតែដាក់អាទិភាពលើប្រជាពលរដ្ឋជាធំហើយរាជរដ្ឋាភិបាលអាណត្តិទី7នេះក៏មិនខុសនឹងអាណត្តិមុននោះដែរជាក់ស្ដែងកម្មវិធីជាតិជំនួយសង្គមត្រូវបានដាក់ឲ្យអនុវត្តជាបន្តបន្ទាប់ដូចជាកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រសម្ដៅលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋក្រីក្រក្រុមជនងាយរងគ្រោះនិងគ្រួសារងាយរងហានិភ័យជាដើមក្នុងនោះរាជរដ្ឋាភិបាលបានឧបត្ថម្ភសាច់ប្រាក់ក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង 76,000 គ្រួសារដែលរាប់បញ្ចូលទាំងជនចាស់ជរាជនមានពិការភាពអ្នកផ្ទុកមេរោគអេដជំងឺអេដសិស្សអាហារូបករណ៍ស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម2ឆ្នាំជាដើមការឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម2ឆ្នាំថ្មីព្រមទាំងឧបត្ថម្ភសាច់ប្រាក់ដើម្បីទ្រទ្រង់ជីវភាពគ្រួសារជនភៀសសឹកដែលកំពុងស្នាក់នៅបណ្ដោះអាសន្នក្នុងជម្រកសុវត្ថិភាពផងដែរ
ការដាក់ឲ្យអនុវត្តកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ 1,500,000 នាក់ក៏បាននឹងកំពុងបន្តអនុវត្តយ៉ាងសកម្មដែលមានក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាសេនាធិការកម្មវិធីនេះផ្ដល់ឱកាសដល់យុវជនដែលគ្មានលទ្ធភាពរៀនសូត្របន្តទៅថ្នាក់ខ្ពស់ក៏អាចរៀនយកជំនាញមួយបានដើម្បីចិញ្ចឹមជីវិតគឺរៀនដោយឥតបង់ថ្លៃនិងថែមទាំងទទួលបានការឧបត្ថម្ភថែមទៀតក្រមអភិក្រមរៀនឲ្យចេះរៀនឲ្យជាប់និងមានការងារធ្វើគិតចាប់ពីឆ្នាំ 2024 ដល់ខែឧសភាឆ្នាំ 2026 មានយុវជនជាគោលដៅសរុបចំនួន 27,000 នាក់ទទួលបានការបណ្ដុះបណ្ដាលកម្រិតវិជ្ជាជីវៈដែលក្នុងនោះបណ្ដុះបណ្ដាលនៅក្រោមក្រសួងការងារចំនួន 23,000 នាក់និងក្រោមមូលនិធិអភិវឌ្ឍជំនាញ SDF មានចំនួនជាង 40,000 នាក់ទន្ទឹមនេះសន្ទុះនៃទីផ្សារការងារក្នុងប្រទេសរយៈពេល 5 ខែដើមឆ្នាំ 2026 នេះបានបង្ហាញពីសញ្ញាណវិជ្ជមានគណៈដែលកំណើននៃការចុះបញ្ជីសហគ្រាសក្រុមហ៊ុនរោងចក្រជាមួយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានរហូតដល់ 650 សហគ្រាសដែលបានស្រូបយកកម្លាំងពលកម្មប្រមាណ 80,000 នាក់ផងដែរតាមរយៈយុទ្ធនាការខ្មែរជួយរកការងារឲ្យខ្មែរធ្វើរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏បានជួយរកការងារធ្វើជូនដល់ប្រជាពលរដ្ឋទូទៅនិងពលករត្រឡប់មកពីប្រទេសថៃរាប់ម៉ឺនកន្លែងផងដែរជាមួយគ្នានេះសហគ្រាសក្រុមហ៊ុនរោងចក្រដែលបានចុះបញ្ជីនៅក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានចំនួនជាង 47,000 សហគ្រាសពលគឺមានការកើនឡើងរហូតដល់ 650 សហគ្រាសធៀបទៅនឹងឆ្នាំ 2025 ហើយចំនួនកម្មករនិយោជិតសរុបមាន 2,300,000 នាក់ដែលមានការកើនឡើង 10,000 នាក់ក្នុងរយៈពេលដូចគ្នានេះទន្ទឹមនឹងការផ្ដល់ការងារធ្វើជូនប្រជាពលរដ្ឋរាជរដ្ឋាភិបាលបានបន្តខិតខំប្រឹងប្រែងលើកស្ទួយផលិតកម្មកសិកម្មរកទីផ្សារនិងរក្សាលំនឹងតម្លៃដើម្បីសម្រួលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃត្រឹមដើមឆ្នាំ 2026 រាជរដ្ឋាភិបាលបានបញ្ចេញហិរញ្ញប្បទានពិសេសចំនួន 5 ដងស្មើនឹងទំហំទឹកប្រាក់ $170 លានធ្វើឲ្យតម្លៃទំនិញរក្សាបានលំនឹងនិងធ្វើឲ្យតម្លៃកសិផលរបស់ប្រជាកសិករមានទីផ្សារខ្ពស់ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំនៅគ្រប់ឃុំទូទាំងប្រទេសបានជួយការងារបច្ចេកទេសដល់កសិករនិងរៀបចំសហគមន៍កសិកម្មទំនើបបានជួយប្រែក្លាយការធ្វើកសិកម្មបែបគ្រួសារដែលងាយរងគ្រោះទៅជាសហគ្រាសសេដ្ឋកិច្ចខ្នាតធំដែលមានសមត្ថភាពប្រកួតប្រជែងមានស្តង់ដារគុណភាពច្បាស់លាស់និងផ្ដល់តម្លៃបន្ថែមខ្ពស់ផងដែរកែតម្រង់រស់មិនកែតម្រង់ស្លាប់នេះគឺជាពាក្យដែលយើងឮញឹកញាប់បំផុតស្ទើរនៅគ្រប់វេទិកាដែលសម្ដេចតេជោធិបតីតែងតែចាត់ទុកការធ្វើកំណែតម្រង់រដ្ឋបាលសាធារណៈនិងការធ្វើ Digital លបនីយកម្មជាអាទិភាពរបស់រាជរដ្ឋាភិបាលសម្ដៅផ្ដល់សេវាជូនប្រជាពលរដ្ឋកាន់តែលឿនតម្លាភាពនិងមានប្រសិទ្ធភាពខ្ពស់ហើយជ្រើសរើសមន្ត្រីឲ្យចូលបម្រើការងារក្នុងរដ្ឋបាលត្រូវបានធ្វើឡើងស្របតាមគោលការណ៍គុណធិបតេយ្យតម្លាភាពយុត្តិធម៌បរិយាបន្ននិងប្រសិទ្ធភាពដើម្បីលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពស្ថាប័នរាជរដ្ឋាភិបាលកម្ពុជាបានធ្វើកំណែតម្រង់ដោយឈរលើអភិក្រមរៀបចំផ្ទះឲ្យរៀបរយការអនុវត្តនិងពិនិត្យឡើងវិញនិងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្នុងក្រសួងនិងស្ថាប័នពាក់ព័ន្ធចំនួន 30 មានក្រសួងស្ថាប័នចំនួន 16 ត្រូវបានកែសម្រួលរចនាសម្ព័ន្ធដោយក្នុងនោះបានកាត់បន្ថយអគ្គនាយកដ្ឋានចំនួន 3 និងនាយកដ្ឋានចំនួន 30 ទន្ទឹមគ្នានឹងការចុះធ្វើជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធក្រសួងស្ថាប័នដែលចំណុះអង្គការនីតិប្រតិបត្តិជាមួយនឹងកម្មវិធីគោលនយោបាយអត្ថិភាពទាំង 6 ដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាលអាណត្តិទី 7 បាននឹងកំពុងបោះជំហានទៅមុខជានិច្ចនិងបាននឹងកំពុងបន្តវឌ្ឍនភាពហើយបានផ្ដល់ផលប្រយោជន៍ធំធេងណាស់ដល់ប្រជាពលរដ្ឋក្រីក្រនិងងាយរងហានិភ័យតាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី 1 រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្លាំងទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិង Digital ដើម្បីតភ្ជាប់សេដ្ឋកិច្ចជាតិបង្កើតការងារធ្វើនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋប្រលានយន្តហោះអន្តរជាតិតេជោ
ប្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបដែលជាសមិទ្ធផលប្រវត្តិសាស្ត្រត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការមហាគម្រោងប្រវត្តិសាស្ត្រព្រះជ័យហ្វូណនដាជូដែលជាសរសៃឈាមសេដ្ឋកិច្ចភ្ជាប់ផ្លូវទឹកផ្ទៃក្នុងទៅកាន់សមុទ្រក៏ត្រូវបានបើកការដ្ឋានសាងសង់ស្របពេលដែលកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុត្រូវបានអភិវឌ្ឍជាបន្តបន្ទាប់ដែលធ្វើឲ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌល Logistics ដ៏មានសក្តានុពលមួយនៅក្នុងតំបន់ក្រៅពីការងារដ៏មមាញឹកនៅក្នុងការជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរាជរដ្ឋាភិបាលអាណត្តិទី7ដឹកនាំដោយសម្ដេចធិបតីហ៊ុនម៉ាណែតបានដាក់ចេញយុទ្ធនាការការទូតសេដ្ឋកិច្ចដើម្បីទាក់ទាញវិនិយោគទុនបរទេសធំៗមកកម្ពុជាសឹងតែគ្រប់វេទិកានិងទស្សនកិច្ចនៅក្រៅប្រទេសម្ដងប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាតែងតែផ្សារភ្ជាប់ទៅនឹងយុទ្ធនាការតាក់ម៉ួយគឺតាក់ទាញវិនិយោគទុនពីបរទេសពង្រីកទីផ្សារបើកច្រកចេញចូលពាណិជ្ជកម្មថ្មីជាមួយបណ្ដាប្រទេសនានានៅលើសកលលោកទន្ទឹមនឹងនេះដែរសកម្មភាពការទូតដ៏រស់រវើករបស់កម្ពុជានៅលើឆាកអន្តរជាតិបានធ្វើឲ្យកិត្យានុភាពជាតិលេចត្រដែតលើឆាកអន្តរជាតិតាមរយៈការរក្សាមិត្តចាស់និងពង្រីកមិត្តភាពថ្មីជាមួយបណ្ដាប្រទេសនានាលើសកលលោកផងដែររាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្នដើម្បីអនាគតដ៏រុងរឿងរបស់កូនខ្មែរគ្រប់រូប